អភិវឌ្ឍរបស់កុមារនៅក្នុងសាលារៀនគឺមាន3ដំណាក់កាលគឺកុមារគាត់អត់ទាន់បានស្គាល់ថាអ្វីទៅជាសាលារៀនទើបធ្វើឲ្យពួកគាត់នឹងមានអារម្មណ៍ថាខ្លាចយំកុមារទទួលបានការសិក្សា3ភាសាគឺភាសាខ្មែរភាសាអង់គ្លេសនិងភាសាចិនខ្ញុំឈ្មោះនីសំនៀងជាគ្រូបន្ទប់ថ្នាក់មត្តេយ្យកម្រិតមធ្យមនៃកម្មវិធីសិក្សាភាសាខ្មែរនៅសាលាវិទ្យាអន្តរជាតិការអភិវឌ្ឍរបស់កុមារនៅក្នុងសាលារៀនគឺម៉ាក់ប៉ាគួរតែដឹងគឺមាន3ដំណាក់កាលដំណាក់កាលទី1គឺដំណាក់កាលដំបូងនៃការចូលរៀនរបស់កុមារដំណាក់កាលទី2គឺជាដំណាក់កាលបន្ទាប់ដែលកុមារបានចូលរៀនរយៈពេល2ទៅ4សប្តាហ៍ហើយដំណាក់កាលចុងក្រោយគឺជាដំណាក់កាលទី3ដែលជាដំណាក់កាលនៃការសិក្សារបស់កុមារដំណាក់កាលទី1គឺជាដំណាក់កាលដំបូងនៃការសិក្សារបស់កុមារគឺកុមារគាត់មានអារម្មណ៍ថាហាក់បីដូចជាម៉ាក់ប៉ារបស់ពួកគាត់បានរក្សាគម្លាតឆ្ងាយពីពួកគាត់ដែលធ្វើឲ្យពួកគាត់ដែលចូលរៀនដំបូងហ្នឹងមានអារម្មណ៍ថាភ័យខ្លាចហើយយំគឺគាត់ព្យាយាមចង់ឲ្យម៉ាក់ប៉ារបស់ពួកគាត់បាននៅក្បែរគាត់ហើយចំណុចមួយទៀតគឺកុមារគាត់មានអារម្មណ៍ថាប្លែកព្រោះដោយសារតែមិនមែនជាផ្ទះរបស់ពួកគាត់ហើយឬក៏មិនមែនជាសាច់ញាតិដែលគាត់ធ្លាប់ស្គាល់ពីមុនហើយចំណុចមួយទៀតនោះគឺកុមារគាត់អត់ទាន់បានស្គាល់ថាអ្វីទៅជាសាលារៀនទើបធ្វើឲ្យពួកគាត់នឹងមានអារម្មណ៍ថាខ្លាចយំហើយមិនមែនជាកន្លែងដែលពួកគាត់ធ្លាប់បានទៅជាប្រចាំថ្ងៃដំណាក់កាលទី2គឺជាដំណាក់កាលបន្ទាប់ដែលកុមារបានចូលរៀនរយៈពេល2ទៅ4សប្តាហ៍ដំណាក់កាលនេះគឺជាដំណាក់កាលដែលកុមារចាប់ផ្ដើមស្គាល់ថាអ្វីទៅជាសាលារៀនហើយគាត់ស្គាល់លោកគ្រូអ្នកគ្រូដែលបានបង្រៀនពួកគាត់ហើយកុមារក៏ចាប់ផ្ដើមមានទំនាក់ទំនងសកម្មភាពការធ្វើកិច្ចការផ្សេងៗជាក្រុមជាមួយនឹងមិត្តភ័ក្តិរួមថ្នាក់ដែលលោកគ្រូអ្នកគ្រូបានដាក់ឲ្យពួកគាត់ផងដែរហើយចំណុចមួយទៀតគឺកុមារគាត់មានមិត្តភាពជាមួយនឹងក្មេងៗដទៃទៀតដែលធ្វើឲ្យពួកគាត់ទទួលបានទាំងទម្លាប់ទាំងវិន័យផ្សេងបានស្របគ្នាហើយដំណាក់កាលចុងក្រោយគឺជាដំណាក់កាលទី3ដំណាក់កាលនៃការសិក្សារបស់កុមារទទួលបានការសិក្សា3ភាសាគឺភាសាខ្មែរភាសាអង់គ្លេសនិងភាសាចិនហើយកុមារគាត់មានភាពសកម្មគាត់មានគំនិតទូលំទូលាយទៅតាមរយៈការសិក្សានៃកម្រិតរបស់ពួកគាត់ហើយកុមារគាត់មានភាពជឿជាក់ខ្លាំងមែនទែនក្នុងការប្រស្រ័យទាក់ទងជាមួយនឹងមិត្តភ័ក្តិនៅក្នុងថ្នាក់និងមនុស្សជុំវិញខ្លួនរបស់ពួកគាត់បានយ៉ាងល្អហើយកុមារគាត់ចេះចែករំលែកចេះចូលរួមសកម្មភាពជាមួយនឹងក្រុមដើម្បីនឹងដោះស្រាយចំណោទបញ្ហាជារួមលើពីនេះបំផុតម៉ាក់ប៉ាក៏ជាបុគ្គលដ៏សំខាន់ក្នុងការចូលរួមលើកទឹកចិត្តចូលរួមថែទាំនិងការអភិវឌ្ឍរបស់កុមារដើម្បីឲ្យការលូតលាស់និងអនាគតរបស់កុមារកាន់តែប្រសើរឡើង